ខ្ញុំនឹងខ្លាចជាអ្នកឆុងកាហ្វេមួយថ្ងៃជំរាបសួរបងចង់បានអីដែរមកថ្ងៃហ្នឹងបងមានក្រាមស៊ូមួយឆាបងមានឆ្ងាញ់អត់ឆ្ងាញ់ 100%អត់រងរ៉ាក់ដូចរដងទេហើយនេះគឺជារបៀបក្នុងការធ្វើ matcha tiramisu អញ្ចឹងយើងយក matcha របស់យើងមកដាក់ចំនួន5 ស្ព្រា1 2 3 4 5 ស្ព្រាហើយបន្តមកយើងដាក់ជាមួយនឹងទឹកក្តៅចាក់ចូលមកថ្ងៃហ្នឹងអត់រោគរ៉ាក់ទេបន្តមកយើងយកប្រដាប់គោវាឲ្យឡើងខ្ទិះដាក់តកោស្រស់ទឹកដោះគោខាប់ចំណុះ 20ml កូរវាចូលគ្នាមកដាក់តកោចូលអូឡើយគេនឹងអត់រងរ៉ាក់ទេនៅ tiramisu ទៀតហើយនេះគឺជា cream tiramisu បាទអូតោះមកយើងដាក់នំ lady finger ពីលើមកបាទហើយនេះបាទគឺជា matcha tiramisu ទឹកដៃបុរសជោគជ័យអត់រងរ៉ាក់ទេអត់ទេអូ my god ទូ premium ខ្លាំងហ្មងកំងនំមួយទៀតទៅយកនេះហ្មងនេះបាញ់ទូស្ដីបងអញ្ចឹងនេះគឺជានំដែលបាញ់កំងមុនហ្នឹងបាទនេះមិនបែកចឹងបងអាហ្នឹង design បែបជោគជ័យអញ្ចឹងបាទក៏ប៉ុន្តែបើចង់មកធម្មតាក៏បានដែរគាត់ថាញ៉ាំអានេះជោគជ័យជាងជោគជ័យហ្នឹងប្រកបអត់ខ្ញុំញ៉ាំហើយណាខ្ញុំមកបខំនិយាយទេការប៉ាត់បងខ្ញុំចង់បានអីកំងកាហ្វេក្រៀមល្ពៅអូអូខេបានហើយយកនំអីហ្នឹងនេះកាហ្វេបានទេអត់យកនំណាចាំតិចទៀតសូមលឿនឆាប់តិចទេបងបាទអីទុកចេញអង្គុយសិនណាយេកាហ្វេល្ពៅឥឡូវយើងដាក់ជាមួយនឹង espresso សិនឥឡូវយើងបាន espresso យើងហើយដោះគោស្រស់ទឹកដោះគោខាប់ 20ml ដាក់តកកចូលមក espresso សិនគ្រីមល្ពៅយើងចូលមកហើយបាទ ice latte គ្រីមល្ពៅតោះយកឲ្យភ្ញៀវទាំងអស់គ្នាអូបងមកបងបាទសុំចេញបងឆ្ងាយឆ្ងាយថែមស្ករបងខ្ញុំចង់បានផ្អែមតិចបាទអូខេតាមសំណងពោតាមសំណងពោបងចង់បានស្ករទៅបាទអញ្ចឹងនេះខ្ញុំបានថែមស្ករតិចទេអត់ច្រើនទេហើយមានជាមួយនឹងការរចនាជាមួយនឹងនេះមិនខ្ញុំបាញ់ស្ករពីលើខ្ញុំបាញ់យល់ទេខ្ញុំបាញ់ស្ករពីលើអញ្ចឹងមើលបង good ជាទេចេញពីហាបងឃ្លៀបងចាស់ហ្នឹងណាអូបងជាស្រីបងបានទេដែរបងភីងថែមបន្លែមួយអូខេបានយកស្ករហ្មងយក50បង50អូខេអត់អីអត់កាត់ជើងទេប៉ុណ្ណឹងបាទសុំជ័យបាទអង្គុយសិនបាទភីងម្លាយដាក់ជាមួយនឹង espresso ដូចគ្នាទឹកដោះគោខាប់ 10ml អូដាក់គ្រីមអំបិលឲ្យម្លាយយកមកអូតែឡប់កាហ្វេអំបិលគ្រីមហាក់ម្លាយសុំជ័យមកលឿនបងទៅបងប្រៃយោឆ្ងាញ់ចាតោះលើមកសួរពីចំណាប់អារម្មណ៍ភ្ញៀវសួរបងកាហ្វេឆ្ងាញ់អត់បងឆ្ងាញ់អរគុណបងឆ្ងាញ់អត់បង10 លើ 10ជោគជ័យអត់បងជោគជ័យឆ្ងាញ់អត់បងឆ្ងាញ់ទេ10 លើ 10 10 លើ 10ខ្ញុំអ្នកធ្វើដែរខ្ញុំអ្នកធ្វើបាទប្រហែលលើ 10ដែរបង10 លើ 10ទៀតអរគុណច្រើនបងមុខរបរយើងថ្ងៃហ្នឹងជោគជ័យហើយអញ្ចឹងអ្នករកនេះកុំភ្លេចម៉ាសាជាមួយនឹង Air Cafe ទាំងអស់គ្នាបាទទីតាំងនៅកោះនរា Tiramisu ក៏មាននំខេកក៏មានកាហ្វេក៏មាន matcha អីក៏មានដែរបងប្អូននឹងបូករួមជាមួយនឹងបរិយាកាសដ៏ស្រស់ស្អាតចិត្តមាត់ទឹកតែម្ដងជួបគ្នាលើវីដេអូថ្ងៃក្រោយ